សួស្តីកូនសិស្សទាំងអស់គ្នាចាសួស្តីគ្រូអ្នកគ្រូបានដំណឹងមកថាកូនសិស្សបានសម្ភាសជាប់ហើយត្រូវទេចាបន្ទាប់ពីសម្ភាសជាប់ហើយមានចំណាប់អារម្មណ៍យ៉ាងណាដែរសប្បាយចិត្តខ្លាំងនោះមានស្រក់ទឹកភ្នែកអីអត់អត់ស្រក់អីណោះចាមានបានប្រាប់ដំណឹងនេះទៅអ្នកទេឬក៏អាណាព្យាបាលអស់នៅប្រាប់ហើយអ្នកគ្រូគាត់មានចំណាប់អារម្មណ៍យ៉ាងណាដែរសប្បាយចិត្តជាមួយ រំភើបអញ្ចឹងតទៅមុខទៀតត្រូវខិតខំប្រឹងប្រែងរៀនសូត្រឲ្យគាត់កាន់តែមានមោទនភាពលើយើងហើយយើងបានហោះចាក់ចេញទៅចាអញ្ចឹងមុននឹងឈានទៅដល់ការសម្ភាសជាមួយនឹងចំណាប់អារម្មណ៍របស់កូនសិស្សអ្នកគ្រូចង់ឲ្យកូនសិស្សណែនាំខ្លួនឲ្យលះម្នាក់ម្ដងពីឈ្មោះអាយុនិងខេត្តចាប់ដើមពីយើងជំរាបសួរបងប្អូនទាំងអស់គ្នានាងខ្ញុំមានឈ្មោះណប់សុភាមកពីខេត្តបាត់ដំបងឆ្នាំនេះមានអាយុ26ឆ្នាំជំរាបសួរបងប្អូនទាំងអស់គ្នានាងខ្ញុំឈ្មោះសនស្រីកាមកពីខេត្តបាត់ដំបងមានអាយុ20ឆ្នាំជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំឈ្មោះដំសៃឡាយមកពីខេត្តតាកែវមានអាយុ21ឆ្នាំជំរាបសួរបងប្អូនទាំងអស់គ្នានាងខ្ញុំឈ្មោះរ៉ាសៃម៉ាមកពីខេត្តត្បូងឃ្មុំមានអាយុ24ឆ្នាំជំរាបសួរអ្នកបងប្អូនទាំងអស់គ្នាខ្ញុំឈ្មោះថាសេតាអាយុ23ឆ្នាំមកពីខេត្តកំពង់ចាមជំរាបសួរបងប្អូនទាំងអស់គ្នានាងខ្ញុំមានឈ្មោះថា MCNE មានអាយុ19ឆ្នាំមកពីខេត្តបាត់ដំបងចឹងអ្នកខ្លះមកពីខេត្តជាមួយគ្នាហើយអ្នកខ្លះមកពីខេត្តខុសគ្នាដែលធ្លាប់ស្គាល់គ្នាពីមុនមកហ៎អត់ទេចាឥឡូវបានស្គាល់គ្នានៅស្គាល់អ្នកគ្រូចាស្គាល់អីស្គាល់តាមរយៈក្រុមហ៊ុន BP មកជួបគ្នានៅនឹងចាហើយសម្ភាសជាប់មកក្រុម6នាក់នឹងហ្មងណោះចាអញ្ចឹងសិតតអ្នកខ្លាំងដូចគ្នាហើយចាអញ្ចឹងឈានទៅដល់ការសម្ភាសជាមួយនឹងចំណាប់អារម្មណ៍តែម្ដងទី1ដែលអ្នកគ្រូចង់ដឹងថាកូនសិស្សស្គាល់ BP តាមរយៈណាសម្រាប់ខ្ញុំស្គាល់ BP តាមរយៈ Facebook page ហើយនឹងដោយសារតែក្មួយរបស់ខ្ញុំគាត់បានហោះពីខ្មែរទៅធ្វើការនៅប្រទេសជប៉ុនតាមរយៈក្រុមហ៊ុន BP ផ្ទាល់អញ្ចឹងមានន័យថាយើងមានក្មួយដែលគាត់ចេញទៅតាមរយៈក្រុមហ៊ុន BP ហើយគាត់ចេញទៅបានរយៈពេលប្រហែលប៉ុន្មានឆ្នាំអីគាត់ចេញទៅបានរយៈពេលប្រហែលជា7-2ឆ្នាំហើយអូ7-2ឆ្នាំហើយអញ្ចឹងគាត់ចិត្តបញ្ចប់អាណត្តិហើយចាអញ្ចឹងឥឡូវយើងស្គាល់ BP តាមរយៈក្មួយហើយអត់មានអីត្រូវព្រួយបារម្ភខ្លាចក្រុមហ៊ុន BP បោកប្រាស់ទៀតទេណោះចាអញ្ចឹងមានតែទុកចិត្ត 100% ហីចាអញ្ចឹងចុះចំពោះកូនសិស្សស្គាល់ BP តាមរយៈណាខ្ញុំស្គាល់តាម Facebook page តាម Facebook page តាមដានរយៈពេលប្រហែលប៉ុន្មានឆ្នាំអីខ្ញុំមួយអាទិត្យទេណោះចាតាមដានតែមួយអាទិត្យមូលហេតុអីហ៊ានសម្រេចចិត្តបញ្ចុះឈ្មោះនៅក្រុមហ៊ុន BP ខ្លាចក្រុមហ៊ុនបោកប្រាស់ឯណោះអត់ទេអ្នកគ្រូពួកឯងតាមដានមើលអត់ទេអ្នកគ្រូពួកឯងខ្ញុំតាមដានមើលតាម Facebook ហើយឃើញមានបងសើចបងគាត់ហោះទៅច្រើនអញ្ចឹងមានន័យថាយើងបានតាមដាន Facebook ទោះបីជាយើងតាមដានរយៈពេលខ្លីតែយើងតាមដានច្បាស់លាស់ចាតាមដានដោយដាក់ចិត្តដាក់កាយហ្មងចាអញ្ចឹងមានឃើញសិស្សច្បងហោះហើយឃើញក្រុមហ៊ុនមានទីតាំងច្បាស់លាស់អីហ៎មានចាអញ្ចឹងយើងមកដល់មានទីតាំងច្បាស់លាស់មានអាជ្ញាប័ណ្ណជាក់ស្ដែងអញ្ចឹងអត់ចាចុះចំពោះកូនសិស្សស្គាល់ BP តាមរយៈណាដែរតាម Facebook page ស្គាល់រយៈពេល1ខែអ្នកគ្រូស្គាល់រយៈពេល1ខែក៏មិនយូរដែរអត់សម្រាប់ចិត្តមកចុះឈ្មោះនៅក្រុមហ៊ុន BP មានទំនុកចិត្តអីខ្លះលើក្រុមហ៊ុន BP ដែរមានការស្នាក់នៅការហូបចុកទៅខ្ញុំសម្រាប់ចិត្តមកចុះឈ្មោះនៅក្រុមហ៊ុន BP អញ្ចឹងមានន័យថាដោយសារតែយើងមកពីតាមខេត្តឆ្ងាយអញ្ចឹងយើងភ័យខ្លាចយើងត្រូវទៅដើររកទេសជួលដើររកអីខ្លួនឯងដល់ពេលក្រុមហ៊ុនផ្សព្វផ្សាយទៅមានកន្លែងស្នាក់នៅទឹកភ្លើងអាហារហូបចុកទើបយើងសម្រេចចិត្តមកចុះឈ្មោះនឹងហ្មងចាចុះចំពោះយើងស្គាល់ក្រុមហ៊ុន BP តាមរយៈណាសម្រាប់ខ្ញុំស្គាល់ក្រុមហ៊ុន BP តាមរយៈ Facebook page ហើយតាមដានរយៈពេល1សប្តាហ៍ដែរហើយដោយសារឃើញសិស្សច្បងគាត់បានហោះទៅពិតមែនចាចុះពេលដែលយើងមករៀនហ្នឹងមានបានជូនដំណើរសិស្សច្បងហោះអត់ជូនដំណើរសិស្សច្បងហោះពីរដងជូនរាល់ថ្ងៃឯណោះគេខ្លះជូនរាល់ថ្ងៃអូខេអញ្ចឹងមានអីចង់បន្ថែមទៀតអត់ដោយសារពេលដែលតាមដានហ្នឹងឃើញសកម្មភាពដែលអ្នកគ្រូផុសពីសិស្សរៀនរាល់ថ្ងៃហើយសិស្សច្បងហោះទៅពិតអីចឹងណាអ្នកគ្រូអញ្ចឹងមានន័យឃើញសិស្សច្បងរៀនហោះចាក់ចេញទៅពិតអាហ្នឹងតាមដានតាមរយៈ page ដល់ពេលយើងមករៀននៅទីនេះជាក់ស្ដែងក្នុងនាមជាសិស្សប្អូនឃើញបានជូនដំណើរសិស្សច្បងហោះពិតដែរចុះចំពោះកូនសិស្សស្គាល់ BP តាមរយៈណាដែរតាមរយៈ Facebook page អ្នកគ្រូតាមដានរយៈពេលប្រហែលជាប៉ុន្មានឆ្នាំកន្លះខែអ្នកគ្រូកន្លះខែអញ្ចឹងសិតតែអ្នកតាមដានលឿនដែរចាមានទំនុកចិត្តអីខ្លះដែលសម្រាប់ចិត្តបញ្ចុះឈ្មោះនៅក្រុមហ៊ុន BP ដោយសារក្រុមហ៊ុនហ្នឹងពិតប្រាកដមានអាជ្ញាប័ណ្ណត្រឹមត្រូវពីក្រសួងអញ្ចឹងឃើញក្រុមហ៊ុនមានអាជ្ញាប័ណ្ណត្រឹមត្រូវនឹងហ្មងเนาะចុះអំឡុងពេលដែលយើងមករៀនជាក់ស្ដែងឃើញក្រុមហ៊ុនមានទីតាំងច្បាស់លាស់ជាក់ស្ដែងពិតប្រាកដអត់ពិតប្រាកដអ្នកគ្រូមានអាជ្ញាប័ណ្ណត្រឹមត្រូវពិតប្រាកដអត់ចាពិតប្រាកដអ្នកគ្រូចាហើយមានឃើញសិស្សបងហោះពិតអត់ជូនដំណើររាល់ថ្ងៃអ្នកគ្រូចុះចំពោះកូនសិស្សស្គាល់ BP តាមរយៈណាដែរបើសម្រាប់ខ្ញុំស្គាល់តាម Facebook page អ្នកគ្រូតាមរយៈ Facebook page តាមដានរយៈពេលប្រហែលជាប៉ុន្មានឆ្នាំអី
dạ p mà tấn ម៉ាទិន dạ ម៉ាទិនសិតតែអ្នកដែលតាមដានលឿនអត់ភ័យខ្លាចក្រុមហ៊ុនបោកប្រាស់ទេ ở tên này cứ មូលហេតុអីខ្លះ ពីព្រោះបានមកដល់ទីតាំងផ្ទាល់មុននឹងសម្រេចចិត្តមកមកសើបមើលទីតាំងសិន អូខេសើកេតសិនណាចាចុះយើងតាមដានបានអីខ្លះរយៈពេលមួយអាទិត្យហ្នឹង មកទឹកតាមដានបានការស្នាក់នៅសម្រាប់អាហារហូបចុកគឺមានអ្នកដែលមកពីខេត្តអីគឺមានសម្រាប់ឲ្យយើង អញ្ចឹងសម្រាប់អ្នកដែលមកពីតាមខេត្តអីខាងក្រុមហ៊ុនមានផ្ដល់កន្លែងស្នាក់នៅទឹកភ្លើងអាហារហូបចុកមកសើបអង្កេតដល់ខាងក្រុមហ៊ុនហ្មងណាចាដល់ពេលជាក់ស្ដែងបញ្ចូលរៀនមានអត់ មាន ចាកន្លែងស្នាក់នៅយើងអាចទទួលយកបានណា ចា ចាហើយអំឡុងពេលដែលយើងមករៀននៅក្រុមហ៊ុន BP ក្រុមហ៊ុនមានផ្ដល់ជាអត្ថប្រយោជន៍អីខ្លះដែរ ក្រុមហ៊ុនមានដល់ជាអត្ថប្រយោជន៍ដូចជាកន្លែងស្នាក់នៅទឹកភ្លើងនិងអាហារហូបចុក អូខេចុះក្រៅតែពីកន្លែងស្នាក់នៅទឹកភ្លើងអាហារហូបចុកក្រុមហ៊ុនមានផ្ដល់អីផ្សេងទៀតទេ មានអ្នកគ្រូមានដូចជាបងប្អូនបងនិងអ្នកគ្រូលោកគ្រូគាត់បានជួយបង្រៀនយើងដល់និងនៅពេលដែលយើងអត់ចេះអីយើងអាចសួរគាត់បានគឺគាត់រួសរាយរាក់ទាក់ដាក់យើង ចាអញ្ចឹងមានន័យសិស្សច្បងនៅទីនេះចិត្តល្អដាក់យើងហ៎ ចិត្តល្អ ចាអញ្ចឹងត្រូវចេះសហការគ្នាទៅវិញទៅមកមិនថាសិស្សច្បងសិស្សប្អូនទេដើម្បីទទួលបានចំណេះដឹងពីគ្នាទៅវិញទៅមកចាអញ្ចឹងចំអំឡុងពេលដែលយើងមករៀននៅក្រុមហ៊ុន BP យើងមានចាប់អារម្មណ៍សង្កេតឃើញថាខ្លួនឯងបានកែប្រែទម្លាប់អីខ្លះហ៎ មានអ្នកគ្រូ មានចា ទម្លាប់ដូចជាយើងចេះអនាម័យកន្លែងស្នាក់នៅឬក៏ខ្លួនឯងឲ្យបានល្អភាសាជាងមុនហើយនឹងទម្លាប់ល្អមួយទៀតគឺត្រូវភ្ញាក់ពីព្រឹក អូខេអញ្ចឹងទម្លាប់ល្អគឺត្រូវភ្ញាក់ពីព្រឹកបើភ្ញាក់មកអត់ពីព្រឹកទេមករៀនអត់តាន់ពេលអ្នកគ្រូដាក់វិន័យ ចា ចាអ្នកគ្រូដាក់វិន័យទៅលើយើងហើយអញ្ចឹងជាបន្តទៅទៀតអ្នកគ្រូចង់ដឹងថាកូនសិស្សសម្ភារជាប់ណាសម្ភារជាប់ទៅផ្នែកណាដែរ សម្ភារជាប់ទៅខាងផ្នែកសម្អាតសម្ភារៈពេទ្យអ្នកគ្រូ អូខាងផ្នែកហ្នឹងល្អមែនទេអញ្ចឹងសម្ភារជាប់ទៅទាំង6នាក់ហ្នឹងហ្មងណា ចា ខាងផ្នែកហ្នឹងអញ្ចឹងសម្ភារម្ដងជាប់ដែរ សម្ភារម្ដង ម្ដងជាប់មានអីជួយចែករំលែកជាចំណេះដឹងក៏ដូចជាបទពិសោធន៍ដល់អ្នកដែលត្រៀមខ្លួនក្នុងការសម្ភារអត់ មានអ្នកគ្រូដូចជាបទពិសោធន៍សម្រាប់ខ្ញុំផ្ទាល់គឺអត់មានអីច្រើនទេអ្នកគ្រូគឺយើងខិតខំប្រឹងប្រែងទន្ទិញមេរៀនដែលអ្នកគ្រូដាក់ឲ្យយើងហ្នឹងមុនទៅសម្ភារជាមួយនឹងតកែហើយពេលដែលយើងទៅសម្ភារជាមួយតកែគឺយើងត្រូវរៀបចំខ្លួនឲ្យបានសមរម្យមើលទៅគឺមានអនាម័យល្អ clean ទាំងកញ្ចក់ដៃនិងកញ្ចក់ជើងហើយត្រូវមានភាពក្លាហានមើងម៉ាត់និងជាពិសេសជាងគេគឺស្នាមញញឹមត្រូវតែមាន ចាអញ្ចឹងស្នាមញញឹមជាប់លើមុខជានិច្ច ចា ចាដោយសារគេស្រឡាញ់យើងពីខ្មែរយើងចំណុចសំខាន់គឺរស់រាយរាក់ទាក់ហើយចិត្តល្អចាអញ្ចឹងចំពោះយើងសម្ភារជាប់ទៅខាងសម្អាតសម្ភារៈពេទ្យដែរណា ចា ចាសម្ភារម្ដងជាប់ដែរ ខ្ញុំម្ដងអ្នកគ្រូ សម្ភារម្ដងជាប់អញ្ចឹងយើងសុទ្ធតែខ្លាំងៗដូចគ្នាមានអីជួយចែករំលែកជាបទពិសោធន៍ក៏ដូចជាចំណេះដឹងតិចតួចមកកាន់សិស្សប្អូនដែលត្រៀមខ្លួនក្នុងការសម្ភារទេ ខិតខំរៀនសូត្រពេលយើងទៅសម្ភារហ្នឹងរៀបចំឲ្យខ្លួនឲ្យស្អាតបាតហើយរៀងលះ ចាអញ្ចឹងមានន័យយើងទៅជួបគេយើងត្រូវតែមើងម៉ាត់លះហើយត្រូវស្អាតជានិច្ច ចា អូខេចុះចំពោះកូនសិស្សមានអីចែករំលែកអត់ មានតាឲ្យបងប្អូនខិតខំប្រឹងប្រែងរៀនសូត្រហើយពេលទៅសម្ភារកំភៃមើងម៉ាត់ អូខេ ធ្វើឲ្យបានល្អ ធ្វើឲ្យបានល្អអញ្ចឹងមានន័យថាត្រូវតែមើងម៉ាត់តែទន់ភ្លន់ចាទន់ភ្លន់តែមិនទន់អីគេរឹងមាត់ចាអ្នកគ្រូយ៉ាត្រូវចុះចំពោះកូនសិស្សមានអីចង់ចែករំលែកទេ ចាពីខ្ញុំទៅអត់មានអីច្រើនទេគ្រាន់តែចង់ឲ្យមិត្តភ័ក្តិទាំងអស់គ្នាដែលរៀននៅ VP ហ្នឹងឲ្យខិតខំប្រឹងប្រែងទិញមេរៀនឲ្យចាំក្លាហាននិយាយឲ្យលះខ្លាំងទឹកមុខឲ្យញឹមហើយស្លៀកពាក់ឲ្យបានស្អាតបាតកាត់កញ្ចក់ដៃកញ្ចក់ជើងឲ្យស្អាតអញ្ចឹងនេះគឺ ចាចុះចំពោះយើងវិញមានអីចង់ចែករំលែកអត់ ចំពោះខ្ញុំអ្នកគ្រូត្រូវខិតខំប្រឹងប្រែងរៀនសូត្រដែលអ្នកគ្រូដាក់ឲ្យហើយកុំភ័យកុំខ្លាចត្រូវមើងម៉ាត់ អូខេចុះចំពោះយើងវិញ បើសម្រាប់ខ្ញុំយើងត្រូវមានភាពស្វាហាប់មើងម៉ាត់និយាយលះហើយ clean សម្អាតខ្លួនប្រាំរបស់យើងឲ្យស្អាតដូចជាកញ្ចក់ដៃកញ្ចក់ជើងហ្នឹងគឺយើងត្រូវការឲ្យស្អាត ចុះទៅលើការស្លៀកពាក់ការគោរពពេលវេលាអីសំខាន់ទេ សំខាន់ អ្នកគ្រូ ចាអញ្ចឹងចំណុចទី1គឺយើងត្រូវមើងម៉ាត់លះចាយើងទន់ភ្លន់តែមិនទន់ជ្រាយ ចាអ្នក អូ គ្រូ ខេហើយយើងលះមើងម៉ាត់យើងញឹមទៅដឹងតែយើងសម្ភារជាប់អីអញ្ចឹងកូនសិស្សសិតតែខ្លាំងហើយបកកែដូចគ្នាយើងទៅសម្ភារជាប់ហ្មងអញ្ចឹងជាចុងក្រោយសេសុំម្នាក់មានអីចង់បដិញ្ញាចិត្តទៅពុះខ្លួនឯងអត់បន្ទាប់ពីសម្ភារហើយ សម្រាប់ខ្ញុំទីចុងក្រោយគឺចង់ឲ្យខ្លួនឯងខិតខំប្រឹងប្រែងរៀនសូត្រនិងមានគោលដៅច្បាស់លាស់ពេលដែលធ្វើការនៅប្រទេសជប៉ុន អញ្ចឹងមានន័យចង់ឲ្យខ្លួនឯងហ្មងណា ចា៎ អញ្ចឹងយើង
ចឹងមានន័យអ្នកគ្រូក៏សូមអបអរដល់កូនសិស្សដែលបានសម្ភាសជាប់ហើយសិតតអ្នកបកែខ្លាំងៗដូចគ្នាអញ្ចឹងមានអីក្រៅពីតែខិតខំប្រឹងប្រែងរៀនសូត្រចំណេះដឹងផ្នែកវិស័យជប៉ុនបន្ថែមទៀតទៅឲ្យយើងទៅដល់ជប៉ុនងាយស្រួលក្នុងការធ្វើការតែម្ដងអញ្ចឹងជាចុងក្រោយមានអីចង់ចែករំលែកទៅដល់បងប្អូនដែលគាត់មានបំណងចង់ទៅធ្វើការងារនៅប្រទេសជប៉ុនឲ្យគាត់មកចុះឈ្មោះនៅក្រុមហ៊ុន BPA ក្នុងនាមយើងជាសិស្សច្បងដែលរៀននៅនឹងជាក់ស្ដែង សម្រាប់ខ្ញុំបងប្អូនទាំងអស់គ្នាមិនថាបងប្អូនបងចាឬក៏បងប្រុសដែលគាត់មានស្នាមសាក់អីគាត់អត់ទាន់រកសាលាដែលអាចនាំយើងទៅប្រទេសជប៉ុនបានទេបងប្អូនអាចសិក្សានៅសាលា BP បានព្រោះអីសាលាគឺគាត់មានផ្ដល់ជាទំនុកចិត្តឲ្យបងប្អូនទាំងអស់គ្នា អញ្ចឹងសម្រាប់ពុកម៉ែបងប្អូនក៏ដូចជាពលករពលការិនីកម្មការិនីដែលគាត់មានបំណងចង់ទៅធ្វើការងារនៅប្រទេសជប៉ុនប៉ុន្តែគាត់អត់អាចរកក្រុមហ៊ុនណាដែលផ្ដល់ទំនុកចិត្តដល់គាត់បានឬក៏អត់ទាន់អាចជ្រើសរើសក្រុមហ៊ុនណាដែលល្អបានអាចមកចុះឈ្មោះនៅក្រុមហ៊ុន BP បានក្រុមហ៊ុនផ្ដល់ទំនុកចិត្ត 100% ដល់ពុកម៉ែបងប្អូនតែម្ដងហើយក្រុមហ៊ុនមានទីតាំងច្បាស់លាស់មានអាជ្ញាប័ណ្ណត្រឹមត្រូវអាចបញ្ជូនសិក្ខាកាមទៅធ្វើការងារនៅប្រទេសជប៉ុនដោយស្របច្បាប់ 100% ជាក់ស្ដែងដូចកូនសិស្សអ្នកគ្រូអញ្ចឹងកំពុងតែរៀនត្រៀមហោះចាក់ចេញទៅដូចគ្នាអញ្ចឹងបើសិនជាមានបំណងឬក៏ចង់ចាក់ចេញទៅធ្វើការងារនៅប្រទេសជប៉ុនអាចតាក់ទងសាកសួរព័ត៌មានតាមរយៈលេខទូរស័ព្ទឬក៏អាចសាកសួរព័ត៌មានតាមរយៈ page Facebook បានអញ្ចឹងសូមអរគុណដល់ពុកម៉ែបងប្អូនដែលតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់សូមអរគុណ